បងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយនាងខ្ញុំមីឡាងទៀតហើយក្នុងថ្ងៃនេះដែរខ្ញុំចង់ណែនាំបងប្អូនអំពីម្ហូបមួយមុខចំពោះមុខម្ហូបនេះមានឈ្មោះថាបាយក្តាមពងទាប្រៃបាយក្តាមពងទាប្រៃនេះមានគ្រឿងផ្សំដូចជាអង្ករការអមតៈបឺសាបពងទាប្រៃពីវ៉ាន់ស៊ុយរាល់ការក្រេបសារពីកម្ពុជានឹងនាំអ្នកទៅកាន់ពិភពខាងក្រោយនៃរសជាតិគ្រប់ដំណាក់កាលនិងគ្រឿងផ្សំត្រូវបានគ្រប់គ្រងយ៉ាងល្អិតល្អន់ពីអ្នកជំនាញបច្ចេកវិទ្យាខ្លាយជាសម្លេងតន្ត្រីវិទ្យាសាស្ត្រខ្លាយជាចលនារីឯរសជាតិខ្លាយជាសិល្បៈពួកយើងបានពង្រីកខ្លួនខ្លាយជារោងចក្រលំដាប់ពិភពលោកសម្រាប់លោកអ្នកអូខេបងប្អូនទាំងអស់គ្នាតាមមកទស្សនាការចម្អិនរបស់ខ្ញុំទាំងអស់គ្នាជាដំបូងត្រូវដាក់ដាំទឹកសិនដើម្បីស្ងោរពងទាប្រៃរបស់យើងដាក់ចូលទាំងអស់4គ្រាប់ខោវាសិនទៅចំពោះបន្លែយើងមានតែជីវ៉ាន់ស៊ុយតែប៉ុណ្ណោះហើយចំពោះជីវ៉ាន់ស៊ុយវិញខ្ញុំយកវាទៅហាន់ទូចដើម្បីងាយស្រួលដាក់ពីលើបាយក្តាំងយើងដាក់វាម្ដុំចេះមកយើងបកសម្បកវាហើយយកក្បាលវាចេញអញ្ចឹងបន្ទាប់ពីយើងបកសម្បកវារួចហើយយើងហាន់វាជ្រុងទូចល្មមមកបងប្អូនដើម្បីឲ្យហូររាងសាច់វាដុំហើយបន្ទាប់មកយើងមកច្រាមខ្ទឹមនេះមានទាំងខ្ទឹមសនិងខ្ទឹមក្រហមចំពោះខ្ទឹមសខ្ញុំដាក់តែ2កំពឹសទេតោះមកមើលពងទាប្រៃរបស់យើងគឺបានពុះមកសន្ទុះហើយអញ្ចឹងយើងអាចស្រង់ចេញបានបាច់ឲ្យវាឆ្អិនពេកទេពេលដែលយើងស្រង់ពងទាហើយយើងអាចយកត្រាំទឹកត្រាំពងទានឹងចោលសិនចំពោះបរិមាណបាយបងប្អូនចង់ដាក់1ស្លាបព្រាក៏បាន2ស្លាបព្រាក៏បានតាមចំណង់ចំណូលចិត្តរបស់បងប្អូនចំពោះកម្រាស់របស់បាយយើងបងប្អូនមិនដាក់ក្រាស់ពេកទេហើយក៏កុំស្ដាងពេកដាក់មកល្មមដើម្បីឲ្យបាយនេះកាន់តែស្រួយឆ្ងាញ់តើឥឡូវយើងដាក់ខ្ទះបំពងពេលដែលខ្ទះក្តៅយើងត្រូវដាក់ខ្លាញ់ចាក់វារៀងច្រើនតិចបងប្អូនដោយសារតែយើងបំពងឥឡូវខ្ទះក្តៅហើយយើងដាក់បាយចូលបំពងហើយយើងដាក់ភ្លើងល្មមបានទេបងប្អូនដាក់វារៀងក្រៀមតិចណាដើម្បីឲ្យវាស្រួយឆ្ងាញ់ឥឡូវបាយរបស់យើងបានឆ្អិនហើយពងទាប្រៃនេះយើងកាត់វាជាពីរចំពោះពងទាប្រៃនេះយើងយកតែស្នូលរបស់វាបងប្អូនយកទាំង4គ្រាប់មកហើយបន្ទាប់មកយើងយកស្នូលវាដាក់ចូលចានមួយយើងឆ្កោយកតែផ្នែកពងក្រហមរបស់វាតអស់អញ្ចឹងបងប្អូនតោះមកយើងយកផ្នែកពងក្រហមយកមកច្បល់វាឲ្យវាម៉ត់ហ្មងយើងលាយជាមួយនឹងទឹកសុទ្ធកម្ពុជាបន្តិចដើម្បីឲ្យវាមានល្បាយពងទាប្រៃឲ្យម៉ត់ជាមួយនឹងទឹកបែបនេះហើយយកវាមកត្រងជាមួយនឹងទឹកត្រងដោយសារតែពងទាប្រៃហ្នឹងវាមានកន្តិចទូចច្រើនមែនតើចំពោះគ្រឿងយើងអាចដាក់ម្សៅស៊ុបបានបន្តិចហើយបន្ទាប់មកគឺស្ករ1ស្លាបព្រាកាហ្វេដែរយើងដាក់តែប៉ុណ្្នឹងមកបងប្អូនចូលវារហូតចឹងមកបងប្អូនហើយបន្ទាប់មកបិទហ្គាយើងអាចដាក់ខ្ទិះដូងបានបន្តិចដែរដោយសារតែឲ្យវារៀងឈ្ងុយបន្តិចឥឡូវនេះពងទាប្រៃរបស់យើងបានធ្វើរួចហើយអញ្ចឹងយើងមកចាប់ផ្ដើមឆាបង្គាម្ដងឥឡូវនេះយើងដាក់ប័របន្តិចចាប់ផ្ដើមដាក់ខ្ទឹមក្រហមខ្ទឹមសយើងកូរវាឈ្ងុយតិចមកបងប្អូនចំពោះការលេងខ្ទឹមសខ្ទឹមក្រហមនេះបងប្អូនមិនបាច់ឲ្យវាក្រហមខ្លាំងពេកទេយើងដាក់បង្គាចូលហើយបន្ទាប់មកយើងដាក់ម្សៅស៊ុប2ស្លាបព្រាកាហ្វេមកបងប្អូនស្ករដាក់1ស្លាបព្រាកាហ្វេយើងដាក់ជីវ៉ាន់ស៊ុយបន្តិចឥឡូវនេះយើងបានឆាបង្គារួចរាល់ហើយអញ្ចឹងយើងរៀបចំតែគាត់ទាំងអស់គ្នាចំពោះការដេកនេះបងប្អូនចង់ដាក់ផ្កាមិនក៏បានបងប្អូនចង់ដាក់បាក់មិនក៏បានជាដំបូងយើងត្រូវលាបសោះពងទាប្រៃរបស់យើងហ្នឹងលើបាយសិនបងប្អូនពេលដែលយើងលាបហើយយើងដាក់បង្គាលើនៅលើនេះខ្ញុំចង់ដាក់ជីបន្តិចដើម្បីឲ្យវាមានក្លិនកាន់តែឈ្ងុយ
មុខម្ហូបមួយមុខនេះបងប្អូនអាចធ្វើញ៉ាំជុំគ្រួសារនៅផ្ទះបានគឺងាយមែនតើបងប្អូនគាំទ្រខ្មែរ Beverages គាំទ្រផលិតផលក្នុងស្រុកលើកកម្ពស់វិស័យម្ហូបអាហារបដិសណ្ឋារកិច្ចកីឡានិងសិល្បៈវប្បធម៌ខ្មែរនៅកម្ពុជា Cambodia Premium កាន់តែប្រណិតកាន់តែស្និទ្ធស្នាលទឹកពិសាកម្ពុជាបន្សិតគ្រប់ដំណាក់ជាមួយបច្ចេកវិទ្យា Smart Triple Filter តែប្រណិតកាន់តែស្និទ្ធស្នាល Cambodia Premium Beer ទឹកពិសាកម្ពុជាបន្សុទ្ធគ្រប់ដំណក់ជាមួយបច្ចេកវិទ្យា Smart Triple Filter